ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាយើងចង់ឲ្យសភាពការវិលត្រឡប់ទៅចំណុចដើមវិញតែប៉ុណ្ណឹងមិនចង់បានអ្វីលើសពីប៉ុណ្ណឹងរួចហើយកងទ័ពនិងកងទ័ពសហការគ្នាតាមអគ្គបញ្ជាការវងពិសេសឲ្យដឹងថាស្រីដឹកនឹងជួបជាមួយនឹងមេវិជាការទិសខាងនោះស្រីដឹកជាមេវិជាការកងពលធំទី3ហើយក៏ជាអនុជើងគោកហើយមេវិជាការជើងគោកនិងមេវិជាការជើងគោកនឹងជួបគ្នានេះខ្ញុំសង្ឃឹមថាកងទ័ពនឹងស្វែងរករូបមន្តនៃការដោះស្រាយសូមឲ្យសភាពការវាកើតត្រឹមតែនៅមុខ3នោះហើយវិលត្រឡប់ទៅរកសភាពការមុនម៉ោង5កន្លះព្រឹកថ្ងៃទី27ថ្ងៃទី28ពីម្សិលមិញតែប៉ុណ្ណឹងវាគ្រប់គ្រាន់ណាស់ហើយសូមកុំឲ្យសភាពការនេះវារីករាលដាលទូទាំងព្រំដែននិងកុំឲ្យសភាពការនេះប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការដទៃទៀតដូចជាសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគទេសចរកីឡាឬគ្រប់ផ្នែកដែលយើងមានកិច្ចសហប្រតិបត្តិការទៅគ្រប់ផ្នែកទាំងអស់រាប់ទាំងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាផង